Tuesday ខ្ញុំជា Jennifer បែបនេះខ្ញុំមានគំនិតមួយដែលចង់ចែករំលែកអំពីការវិនិច្ឆ័យហេតុអ្វីត្រូវវិនិច្ឆ័យនៅពេលជីវិតគឺមិនថេរជីវិតគឺដូចពុកមិនថេរហើយផ្លាញ់រូបរាងជាមិចពួកយើងអាចមើលឡើងហើយនិយាយថាពុកនោះស្អាតណាស់គេមនុស្សផ្សេងទៀតអាចនិយាយថាក៏វាហាក់ដូចជាព្យុះតែពុកខ្លួនវាគ្រាន់តែមានតែប៉ុណ្ណោះមិនមានល្អអាក្រក់ត្រឹមត្រូវឬខុសដោយធម្មជាតិទេមានតែការបកស្រាយប៉ុណ្ណោះវាដូចគ្នាព្រឹត្តិការណ៍ជីវិតឬក៏ការអាជីវកម្មការបញ្ចប់ទំនាក់ទំនងមួយហោះយន្តហោះដែលពន្យាពេលឬពេលវេលាសំខាន់មួយអាចជាការចេញពីទោសសម្រាប់មនុស្សម្នាក់ហើយជាការបំផ្លាញសម្រាប់មនុស្សម្នាក់ទៀតដូច្នេះប្រសិនបើអ្វីទាំងអស់គឺជាការយល់ឃើញតើការយល់ឃើញមកពីណាវាត្រូវបានបង្កើតឡើងដោយការបណ្ដុះបណ្ដាលតាំងពីកុមារភាពការបណ្ដុះបណ្ដាលវប្បធម៌បទពិសោធន៍អារម្មណ៍កន្លងមករបួសដែលមិនទាន់ជាសះស្បើយទុកព្រួយការអប់រំអត្តសញ្ញាណនិងជំនឿដែលយើងទទួលយកដោយមិនសួរចំអ្វីដែលយើងភ័យខ្លាចនឹងបាត់បង់អ្វីដែលយើងភ្ជាប់ខ្លួនទស្សនៈគឺជាអនុស្សាវរីយ៍ដែលប្រមូលផ្ដុំមកបកស្រាយជីវិតពេលបច្ចុប្បន្នយើងមិនឃើញជីវិតដូចដែលវាជាក់ស្ដែងទេយើងឃើញជីវិតតាមរយៈអ្វីដែលយើងជាខ្លួនឯងហើយដោយសារមនុស្សភាគច្រើនរស់នៅដោយមិនដឹងខ្លួនពីស្នាមអារម្មណ៍ចាស់ពួកគេតែងតែប្រតិកម្មចំពោះថ្ងៃនេះតាមរយៈកញ្ចក់ម្សិលមិញហេតុនេះហើយដែលមនុស្សពីរនាក់អាចឈរនៅពេលវេលាដូចគ្នាប៉ុន្តែរស់នៅក្នុងជីវិតខុសគ្នាដាច់ដោយឡែកនេះជាបញ្ហាធំបំផុតនៅក្នុងទំនាក់ទំនងប្តីប្រពន្ធពេលដែលម្នាក់ប្រយុទ្ធដើម្បីជីវិតពិតរបស់ខ្លួនឯងឥឡូវនេះយើងមកមើលអំពីការវិនិច្ឆ័យតើការវិនិច្ឆ័យកើតមកពីណាការវិនិច្ឆ័យគឺជាការខិតខំរបស់ខួរក្បាលក្នុងការបែងចែកជីវិតពិតបានរហ័សខួរក្បាលត្រូវបានរចនាឡើងសម្រាប់ការរស់រានមានជីវិតវាស្ទង់មើលជានិច្ចថាតើមានសុវត្ថិភាពឬអត់មានគ្រោះថ្នាក់ឬឱកាសស្រឡាញ់ខ្ញុំឬមិនស្រឡាញ់ខ្ញុំមានអត្ថប្រយោជន៍ឬគ្មានអត្ថប្រយោជន៍ការវិនិច្ឆ័យគឺជាមេកានិកប្រសិទ្ធភាពបុរាណមួយវាជួយសន្សំថាមពលវាបង្កើតភាពអាចទាយទុកមុនបានវាធ្វើឲ្យអត្តសញ្ញាណរឹងមាំឡើងវាក៏មានសម្រាប់ការពារខ្លួនផ្ទាល់ផងដែរការវិនិច្ឆ័យភាគច្រើនមិនត្រូវបាននិយាយចេញផងដែរវាគ្រាន់តែជាការអធិប្បាយក្នុងចិត្តដ៏ស្ងៀមស្ងាត់ប៉ុណ្ណោះហេតុអ្វីព្រោះអត្តាអ្នកត្រូវការចំណុចយោងដោយវិនិច្ឆ័យអ្វីមួយថាពិតជាងអត្តាអាចមានអារម្មណ៍ថាខ្លួនលើសជាងដោយវិនិច្ឆ័យអ្វីមួយថាមិនត្រឹមត្រូវអត្តាអាចមានអារម្មណ៍ថាខ្លួនត្រឹមត្រូវវាជួយធ្វើឲ្យអារម្មណ៍អំពីខ្លួនឯងមានស្ថិរភាពការវិនិច្ឆ័យក៏ការពារប្រព័ន្ធជំនឿផងដែរបើមានអ្នកផ្សេងមកប្រកួតប្រជែងទស្សនៈរបស់យើងខួរក្បាលយើងនឹងប្រញាប់វិនិច្ឆ័យមិនមែនព្រោះវាជារឿងអាក្រក់ទេប៉ុន្តែព្រោះវាធ្វើឲ្យអារម្មណ៍មិនមានស្ថិរភាពដូច្នេះតើការវិនិច្ឆ័យក្នុងចិត្តមានគោលបំណងអ្វីវារក្សាអត្តសញ្ញាណវាការពារសុវត្ថិភាពផ្លូវចិត្តវាបង្កើតអារម្មណ៍ថាខ្លួនមានការត្រួតពិនិត្យនៅក្នុងពិភពលោកដែលមិនអាចទាយទុកជាមុនបានវាធ្វើឲ្យមានអារម្មណ៍ថាជាសមាជិកនៃក្រុម Ideology ណាមួយប៉ុន្តែពេលដែលការយល់ដឹងកើនឡើងការវិនិច្ឆ័យនឹងទន់ភ្លន់ឡើងព្រោះពេលអ្នកយល់ថាមនុស្សគ្រប់គ្នាធ្វើអ្វីតាមកម្រិតនៃការយល់ដឹងរបស់ពួកគេតាមការបណ្ដុះបណ្ដាលនិងសមត្ថភាពរបស់ពួកគេសេចក្តីមេត្តាខ្ចីជំនួសការរិះគន់ការរក្សាភាពមិនវិនិច្ឆ័យមិនមែនជាការចាញ់ទេវាជាកម្លាំងវាមានន័យថាអ្នកមិនបានឆ្លើយតបតាមកម្មវិធីក្នុងទៀតទេវាមានន័យថាអ្នកឃើញថាមនុស្សគ្រប់គ្នាកំពុងដើរឆ្លងកាត់ជីវិតដែលត្រូវបានបង្កើតឡើងដោយកម្លាំងមិនអាចមើលឃើញហើយតែអ្នកមើលឃើញយ៉ាងពិតប្រាកដអ្នកនឹងដឹងថាពុកមិនត្រូវតែជ័យជាមួយពុកផ្សេងទៀតអំពីរូបរាងរបស់ពួកវាទេពួកវាគ្រាន់តែឆ្លងកាត់ដូចជាពេលវេលាដូចជាគំនិតដូចជាខ្លួនយើងក្នុងរូបរាងផ្សេងពេលទស្សនៈរិះសាយការស្ងប់ស្ងាត់ក៏កើនឡើងពេលការស្ងប់ស្ងាត់កើនឡើងការវិនិច្ឆ័យក៏ថយចុះចងចាំថាពេលការវិនិច្ឆ័យថយចុះការប្រកាសច្បាស់ចាប់ផ្ដើម